នេះគឺជារូបមន្តងាយៗសម្រាប់ផលិតទឹកថ្នាំបណ្ដេញសត្វកណ្ដុរដោយខ្លួនឯងហើយមិនចំណាយថវិកាច្រើនដើម្បីផលិតទឹកថ្នាំបណ្ដេញសត្វកណ្ដុរបានទី1គឺយើងត្រូវមានកំប៉ុងសឬក៏ជ័រសសម្រាប់លាយទឹកថ្នាំបន្ទាប់មកទៀតយើងមានសាប៊ូលាងចានមានម្រេចម៉ដ្ឋមានស្រាសមានទឹកខ្មេះនិងសម្លៃបន្ទាប់ពីយើងបានរកគ្រឿងផ្សំរួចរាល់អស់ហើយគឺយើងជាដំបូងគឺយើងត្រូវចាក់ទឹកខ្មេះចំនួន4ស្លាបព្រាបាយស្រាសចំនួន4ស្លាបព្រាបាយសាប៊ូលាងចានចំនួន4ស្លាបព្រាបាយម្រេចចំនួន2ស្លាបព្រាបាយបន្ទាប់មកទៀតគឺយើងត្រូវហាយសម្លៃជាដុំតូចៗប្រហែលប៉ុនមេដៃឬក៏មេជើងគឺយើងដាក់ចូលហើយយើងដាក់ចូលនៅក្នុងកំប៉ុងរបស់យើងរួចយើងច្របល់ឲ្យសព្វបន្ទាប់ពីយើងច្របល់ឲ្យបានសព្វរួចរាល់គឺយើងអាចយកសម្លៃនោះជាដុំតូចៗដែលយើងបានហាយហ្នឹងចំពោះកន្លែងណាដែលបងប្អូនចង់ដេញកដោតឲ្យមាននៅកន្លែងហ្នឹងណាអញ្ចឹងបងប្អូនអាចយកសលៃដែលយើងលាយច្របល់សព្វជាមួយទឹកថ្នាំរបស់យើងហ្នឹងយកទៅដាក់ចំណុចនោះបានបាទឧទាហរណ៍ថាក្រោមអីបានដូចជាអង្គឬក៏អីនៅក្រោមហ្នឹងមានធ្នើមានអីបងប្អូនអាចដាក់ជាដុំតូចៗនៅចំណុចហ្នឹងបានអញ្ចឹងវិធីនេះវាមិនអាចសម្រាប់កណ្ដោនទេប៉ុន្តែវាយើងអាចដេញកដោតអត់ឲ្យនៅទីហ្នឹងបានណាបងប្អូនបាទកន្លែងណាស្ដុកគឺយើងអាចដេញកុំឲ្យវានៅទីហ្នឹងបានអញ្ចឹងវិធីនេះគឺជាវិធីធម្មជាតិដែលមិនធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងដូចជាប្រភេទថ្នាំពុលវាអាចប៉ះពាល់សុខភាពកាលណាយើងប្រើមិនសមស្របឬមិនត្រឹមត្រូវអញ្ចឹងណាបងប្អូនអញ្ចឹងគឺនេះគឺជាវិធីដែលខ្ញុំចង់បង្ហាញជូនបងប្អូនទាំងអស់គ្នាវិធីងាយៗគ្រាន់តែមានសម្ភារៈនៅក្នុងផ្ទះក៏អាចផលិតថ្នាំបណ្ដេញសត្វកណ្ដុរបានសូមអរគុណសូមជម្រាបលា